ងូតទឹកអត់តបានកន្លះម៉ោងស្រួលបួលផងមានក្លិនឃ្លៀកមកវិញទៀតហើយអញ្ចឹងចំណុចហ្នឹងគឺមកពីមូលហេតុអីជាក់ស្ដែងណានៅពេលដែលយើងមុជទឹកដល់សម្អាតខ្លួនគឺយើងកម្ចាត់បានត្រឹមតែញើសដែលសេសសល់នៅលើឃ្លៀករបស់យើងហើយនឹងបាក់តេរីមួយចំនួនដែលស្ថិតនៅលើឃ្លៀករបស់យើងតែប៉ុណ្្នឹងឯងក៏ប៉ុន្តែយើងអត់បានកម្ចាត់នៅឫសគល់ដែលធ្វើឲ្យយើងមានបញ្ហាក្លិនឃ្លៀកទេអញ្ចឹងហើយនៅពេលដែលយើងមុជទឹកមិនទាន់បានកន្លះម៉ោងស្រួលបួលផងយើងក៏មានក្លិនឃ្លៀកមកវិញយ៉ាងលឿនមកលឿននៅផ្នែកបន្ទោលហ្មងអញ្ចឹងក្លិនឃ្លៀកគឺវាកកើតឡើងដោយសារអីក្លិនឃ្លៀកគឺវាកកើតឡើងដោយសារតែញើសដែលស្ថិតនៅលើឃ្លៀករបស់យើងហ្នឹងវាបានប៉ះជាមួយបាក់តេរីដែលស្ថិតនៅលើឃ្លៀករបស់យើងបន្តមកទៀតបាក់តេរីហ្នឹងវាបានស៊ីញើសហ្នឹងហើយបំលែងញើសហ្នឹងឲ្យទៅជាក្លិនឃ្លៀកដូច្នេះកត្តាធំពីរយ៉ាងដែលធ្វើឲ្យយើងមានបញ្ហាក្លិនឃ្លៀកទី1គឺញើសទី2គឺបាក់តេរីអញ្ចឹងដើម្បីសម្លាប់នៅប្រភេទបាក់តេរីដែលបង្កក្លិនហើយបន្ថយការបែកញើសឃ្លៀករបស់យើងបានពេញមួយថ្ងៃខ្ញុំណែនាំនៅ ingredient មួយនោះគឺ aluminum chlorohydrate ហើយ ingredient មួយហ្នឹងគឺមាននៅក្នុងសេរ៉ូមញើសឃ្លៀក Dermafa Underarm Treatment Serum